បាទជំរាបសួរលោកគ្រូអ្នកគ្រូបាទថ្ងៃនេះខ្ញុំនឹងបង្ហាញលោកគ្រូអ្នកគ្រូពីការបំពេញព័ត៌មានផ្នែកនិងវិជ្ជារបស់សិស្សនៅក្នុងថ្នាក់បឋម PLP បាទតើយើងទៅបំពេញអ្វីខ្លះបាទសូមតាមលោកគ្រូចូលឡើង Google នេះមកបាទបន្តមកទៀតយើងវាយពាក្យ PLP បាទលោកគ្រូអ្នកគ្រូចុចលើថ្នាល PLP មកបាទដល់កន្លែងនេះលោកគ្រូអ្នកគ្រូជ្រើសរើសយកកន្លែងអនុវិស័យបាទអប់រំបឋមសិក្សាបាទតមកទៀតលោកគ្រូអ្នកគ្រូយកគ្រប់គ្រងសិស្សក្នុងថ្នាក់រៀនបាទដល់កន្លែងនេះលោកគ្រូយកពាក្យថ្នាក់គ្រប់គ្រងសាលាបាទអញ្ចឹងលោកគ្រូចុចកន្លែងត្រេ3បាទបន្តមកទៀតលោកគ្រូចុចកន្លែងសិស្សបាទមកដល់ទៅនេះហើយបាទចុចមើលកន្លែងមនុស្សជីលើអតេសនេះមកបាទនេះបើសិនជាយើងអត់ទាន់ពេញមាននៅកន្លែងផ្នែកហើយនឹងជាតិហ្នឹងវាចេញពណ៌ក្រហមទាំងពីរអញ្ចឹងដោយសារខ្ញុំធ្លាប់បានពេញហើយអញ្ចឹងដើម្បីពេញព័ត៌មានរបស់គ្រូចុចលើត្រេក3បាទយកកន្លែងកែប្រែទិន្នន័យពិការភាពបាទមកដល់កន្លែងនេះគ្រូអ្នកគ្រូឃើញមានពីរប្លោះបាទគឺមានកន្លែងផ្នែកនិងត្រជាអញ្ចឹងដើម្បីបំពេញព័ត៌មានផ្នែកនិងត្រជានេះបានអញ្ចឹងលោកគ្រូអាចមើលនៅក្នុងតារាងដែលខ្ញុំបានដាក់ឲ្យលោកគ្រូមើលនេះទាំងអស់គ្នាសិនទៅបាទហើយលោកគ្រូជ្រើសរើសតើសិស្សរបស់លោកគ្រូបាទនៅក្នុងកម្រិតមួយណាបាទអញ្ចឹងដោយសារតែសិស្សខ្ញុំគាត់ផ្នែកឆ្វេងក៏ល្អផ្នែកឆ្វេងក៏ល្អផ្នែកស្ដាំក៏ល្អខ្ញុំយក6លើ6បាទទាំងពីរល្អទាំងពីរបាទសង្ខេបលទ្ធផលខ្ញុំយកផ្នែកល្អបាទកន្លែងនេះខ្ញុំយកបាទផ្នែកល្អតាមលទ្ធផលអ្នកជំនាញបាទតង់កន្លែងនេះដែរដោយសារតែសាលាខ្ញុំធ្លាប់មានអង្គការគាត់ចុះមកពីខាងបារាំងគាត់ចុះវាស់ហើយគាត់ក៏បានប្រាប់ពីរបៀបនៃការវាស់ហ្នឹងដល់លោកអ្នកគ្រូអញ្ចឹងទៅគាត់ក៏ចេះបាទអញ្ចឹងលោកគ្រូកុំភ្លេចចុច save ផងបាទចុចរក្សាទុកបាទរក្សាទុកហើយលោកគ្រូចូលទៅបំពេញព័ត៌មានឡើងតិចមួយទៀតបាទចំពោះការបំពេញកន្លែងតិចលោកគ្រូអាចមើលនៅក្នុងលក្ខណៈវិនិច្ឆ័យតិចចឹងមាន3កម្រិតចឹងលោកគ្រូអាចជ្រើសរើសតាមជាក់ស្ដែងដែរតិចគាត់ល្អភាសាធម្មតាចឹងលោកគ្រូអាចជ្រើសរើសតាមជាក់ស្ដែងបាទកន្លែងនេះចឹងជ្រើសរើសចំណុចបាទចឹងល្អចុះយកចំណុចទី3បាទខាងក្រោមនេះដូចគ្នាដែរទី3តែបើសិនណាសាលាលោកគ្រូមានអ្នកជំនាញគេចុះជួយមានឧបករណ៍វត្តលោកគ្រូចុចកន្លែងបើកមុខងារឧបករណ៍ចំនួននេះមកតែខ្ញុំអត់មានទេខ្ញុំបិទវិញហើយខ្ញុំចុចរក្សាទុកបាទតែប៉ុណ្្នឹងទេលោកគ្រូបាទអញ្ចឹងលោកគ្រូបំពេញឲ្យអស់ហើយលោកគ្រូអាចចាក់ចេញទៅបាទចុចកន្លែងបោះបង់ទៅបាទអញ្ចឹងព័ត៌មានលោកគ្រូគឺរួចរាល់ហើយបាទអញ្ចឹងវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេអរគុណច្រើនជម្រាបលា